សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយវត្ថុស័ក្តិសិទ្ធិមួយយ៉ាងដែលក្នុងលោកីយ៍នេះកម្រនឹងរកបានហើយត្រូវបានគេចាត់ទុកថាជាស្ដេចនៃគ្រឿងការពារនោះគឺចែកកាច់ឬចង្គំជ្រូកព្រៃកាច់តើបងប្អូនដឹងទេថាហេតុអ្វីបានជាចង្គំជ្រូកព្រៃធម្មតានិងចែកកាច់មានតម្លៃខុសគ្នាដាច់បែបនេះហើយតើវាមានអំណាចអ្វីខ្លះដែលធ្វើឲ្យអ្នកលេងគ្រឿងខ្មែរតែងតែប្រាថ្នាចង់បានមកដាក់តាមខ្លួនក្នុងវីដេអូនេះយើងនឹងបកស្រាយឲ្យលម្អិតជាដំបូងយើងត្រូវយល់សិនថាចែកកាច់មិនមែនជាចង្គំដែលដុតឈានមកធម្មតានោះទេតាមធម្មជាតិជ្រូកព្រៃដែលមានបារមីឬជ្រូកព្រៃដែលមានអាយុវែងវាតែងតែមានចង្គំវែងខុបទៅលើប៉ុន្តែចែកកាច់គឺជាចង្គំដែលដុះបត់បែនឬដុះខុបមកវិញរហូតដល់ចុងចង្គំជួបនឹងគល់ឬមានរាងជារង្វង់មានរឿងដំណើរថាចែកកាច់កើតឡើងដោយសារជ្រូកព្រៃនោះមានថាមពលខ្លាំងហើយវាប្រើចង្គំរបស់វាឈូសជាមួយដើមឈើឬថ្មដើម្បីសម្រួតឬដើម្បីបញ្ចេញកំហឹងរហូតដល់ចង្គំនោះបាក់កាច់នៅក្នុងសាច់ឬដុះខុបទម្រង់ធម្មតាអ្នកខ្លះជឿថាវាជារបស់ប្រទានពីធម្មជាតិដែលផ្ដល់ឲ្យសត្វជ្រូកព្រៃមេភូមិដ៏មានអំណាចបំផុតចុះហេតុអ្វីបានជាគេជឿលើចែកកាច់តាមក្បួនតម្រាខ្មែរបុរាណចែកកាច់មានគុណសម្បត្តិលើសលប់លើផ្នែកជាច្រើន 1. ការការពារជឿថាអាចការពារម្ចាស់ពីអាវុធយុទ្ធភ័ណ្ឌគ្រាប់រំសេវនិងរបស់ស្រួយស្រាវក្នុងសម័យសង្គ្រាមអ្នកចម្បាំងតែងតែស្វែងរកចែកកាច់ដើម្បីមកពាក្យជាប់នឹងខ្លួន 2. ការការពារអំពើអាបធ្មប់វាមានបារមីខ្ពស់ដែលអាចដេញនៅព្រលឹងអាក្រក់ឬការយាយីពីពួកអមនុស្ស 3. ក្រៅពីការពារវាក៏ជួយដល់ការរកស៊ីធ្វើឲ្យមនុស្សនៅជុំវិញគោរពកោតខ្លាចនិងមានអំណាចក្នុងការនិយាយស្ដីវាត្រូវបានគេហៅថាជារបបត្រចៀកដែលជួយឲ្យម្ចាស់មានសេចក្តីសុខមិនងាយរងគ្រោះថ្នាក់ដោយចៃដន្យណាស់ឡើយចំពោះការថែរក្សាបងប្អូនមិនត្រូវយកចែកកាច់ទៅដាក់នៅកន្លែងមិនសមរម្យដូចជាក្នុងហោប៉ៅខោឬកន្លែងទាបឡើយគេច្រើនយកវាទៅរមៀលឬប្រាក់ហើយពាក់នៅកឬដាក់លើអាសនៈនៅថ្ងៃសិលគេតែងតែយកប្រេងក្រអមមកលាបនិងសូត្រគាថាដាស់បារមីទោះជាយ៉ាងណាបងប្អូនត្រូវចងចាំថាវត្ថុស័ក្តិសិទ្ធិគ្រាន់តែជាបង្អែកស្មារតីប៉ុណ្ណោះបារមីនឹងការពារតែមនុស្សដែលមានសីលធម៌មិនបៀតបៀនអ្នកដទៃនិងជាមនុស្សដែលចេះធ្វើបុណ្យដាក់ទានបើមានចែកកាច់ក្នុងដៃតែចិត្តអាក្រក់ក៏បារមីមិនសន្ធិដ្ឋនៅជាមួយដែរជាចុងក្រោយការស្វែងរកចែកកាច់មិនមែនជារឿងងាយស្រួលទេវាអាស្រ័យលើនិស្ស័យប្រសិនបើបងប្អូនមានវាហើយសូមថែរក្សាឲ្យបានល្អព្រោះវាជាកេរដំណែលធម្មជាតិដ៏កម្រតើបងប្អូនធ្លាប់មានបទពិសោធន៍ឬធ្លាប់ឮរឿងរ៉ាវអស្ចារ្យជុំវិញចែកកាច់នេះដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត